កម្ពុជាកីឡាករបាល់ទាត់10រូបដែលរួចផុតជីវិតពីគ្រោះថ្នាក់ចរាចរណ៍ជាការពិតណាស់ដែលថាកីឡាករបាល់ទាត់កម្ពុជារកបានប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ពីបាល់ទាត់ហើយពួកគេចូលចិត្តទិញរថយន្តទំនើបនិងថ្លៃមកជិះផងដែរប៉ុន្តែជាមួយនឹងការប្រើប្រាស់រថយន្តទំនើបដែលមានល្បឿនលឿនទាំងនេះបានធ្វើឲ្យពួកគេជួបនឹងគ្រោះថ្នាក់ចរាចរណ៍ប៊ីនឹងបាត់បង់ជីវិតផងដែរដូច្នេះខាងក្រោមនេះគឺជាកីឡាករបាល់ទាត់10រូបដែលរួចផុតជីវិតពីគ្រោះថ្នាក់ចរាចរណ៍1 Bruno Fernandes ប្រធានក្រុមបិសាចក្រហមនិងកីឡាករជម្រើសជាតិប៉ុកតុហ្គាល់រូបនេះធ្លាប់ជួបគ្រោះថ្នាក់ចរាចរណ៍នៅឆ្នាំ2022គ្រោះថ្នាក់នេះបានកើតឡើងនៅទីក្រុង Manchester ដោយរថយន្តរបស់ Bruno Mars Porsche បានបុកជាមួយរថយន្តមួយទៀតនៅតាមផ្លូវប៉ុន្តែគ្រោះថ្នាក់ចរាចរណ៍នេះមិនបង្កឲ្យនរណាម្នាក់រងរបួសឡើយរួមទាំង Bruno ផងដែរហើយនៅថ្ងៃបន្ទាប់រូបគេទៅវឹកហាត់ធម្មតា2កីឡាករ Michail Antonio ខ្សែប្រយុទ្ធក្លឹប West Ham Michail Antonio បានជួបគ្រោះថ្នាក់ចរាចរណ៍ដ៏អាក្រក់មួយកាលពីឆ្នាំ2024ដោយរថយន្ត Ferrari របស់គេបានបុកដើមឈើនៅតាមផ្លូវពេលត្រឡប់មកពីវឹកហាត់វិញក្រោយគ្រោះថ្នាក់ Michail Antonio បានរួចផុតជីវិតប៉ុន្តែរូបគេត្រូវដេកពេទ្យជាង3សប្តាហ៍និងបានបាក់ជើងម្ខាងក្រោយដឹងខ្លួនរូបគេបាននិយាយថារូបគេមានឱកាសកើតសារជាថ្មីបន្ទាប់ពីប៊ីសនឹងបាត់បង់ជីវិតAntonio បានបន្ថែមទៀតថារូបគេទើបតែទិញរថយន្ត Ferrari ស៊េរីចាស់នេះបាន3សប្តាហ៍តែប៉ុណ្ណោះដោយសារតែរូបគេស្រឡាញ់រថយន្តបែប Supercar ស៊េរីចាស់ហើយរូបគេបានដឹងថារថយន្តនេះជិះទៅមិនសូវស្រួលប៉ុន្តែដោយសារប្រញាប់ទៅវឹកហាត់រូបគេបានផ្លាស់ប្ដូររថយន្តជាហេតុនាំឲ្យហេតុការណ៍អាក្រក់នេះកើតឡើង3កីឡាករ Mario Balotelli អតីតកីឡាករជម្រើសជាតិអ៊ីតាលីនិងក្លឹបធំៗជាច្រើននៅអឺរ៉ុបរូបនេះធ្លាប់ជួបគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរ2លើកតែជាសំណាងល្អរូបគេតែងតែរួចផុតជីវិតដោយលើកទី1កើតឡើងនៅពេល Balotelli លេងឲ្យក្លឹប Man City ហើយលើកទី2កើតឡើងនៅពេលដែល Balotelli ទៅកម្សាន្តនៅស្រុកកំណើតទីក្រុងប៉ារីសប្រទេសអ៊ីតាលីហើយគ្រោះថ្នាក់របស់គេភាគច្រើនកើតឡើងដោយការបើកបរមិនប្រុងប្រយ័ត្នទៅបុកជញ្ជាំងតាមផ្លូវគួរបញ្ជាក់ថាគ្រោះថ្នាក់ទាំងពីរលើកនេះ Balotelli មិនមានរងរបួសធ្ងន់ធ្ងរឡើយប៉ុន្តែសម្រាប់គ្រោះថ្នាក់លើកទី2រូបគេទៅបានប៉ូលីសដកបានបើកបរដោយសារតែរូបគេបដិសេធមិនឲ្យប៉ូលីសវាស់ជាតិអកលនៅពេលគ្រោះថ្នាក់4 Karim Benzema ខ្សែប្រយុទ្ធដ៏មុតស្រួចជាតិបារាំងរូបនេះធ្លាប់ជួបគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរម្ដងពេលកំពុងប្រកបអាជីពនៅក្លឹបយ៉ា Real Madrid ក្រោយជំនួប El Clasico ជាមួយ Barcelonaរូបគេបានជិះរថយន្ត Audi របស់គេជួបគ្រោះថ្នាក់ចរាចរណ៍នៅតាមផ្លូវពេលត្រឡប់ពីការប្រកួតវិញហើយរថយន្តរបស់គេបានរងការខូចខាតយ៉ាងរំដំប៉ុន្តែរូបគេមិនមានរបួសធ្ងន់ធ្ងរឡើយ Benzema បានរួចផុតជីវិតពីគ្រោះថ្នាក់ចរាចរណ៍ដោយសារតែរូបគេបើកបរមិនសូវលឿននៅពេលនោះ5កីឡាករ Cesc Fabregas អតីតកីឡាករ Arsenal Barcelona និង Tokyo Chelsea រូបនេះធ្លាប់ជួបគ្រោះថ្នាក់ធ្ងន់ធ្ងរម្ដងកាលពីឆ្នាំ2012ដោយការនោះរថយន្ត Mercedes របស់គេបានបុកជាមួយរថយន្ត Audi A3 នៅតាមផ្លូវប្រសពមួយនៃទីក្រុង London ប៉ុន្តែគ្មាននរណាម្នាក់រងរបួសពីគ្រោះថ្នាក់នេះឡើយ6កីឡាករ Anderson អតីតកីឡាករដែលធ្លាប់ឈ្នះ Premier League ច្រើនដងនិង Champions League ជាមួយបិសាចក្រហមរូបនេះធ្លាប់ជួបគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរម្ដងនៅស្រុកកំណើតក្នុងឆ្នាំ2011ក្រោយចេញពីក្លឹបកំសាន្តពេលយប់រូបគេបានជិះរថយន្តធ្លាក់ផ្លូវទៅបុករបងស្រែហើយពេលគ្រោះថ្នាក់រូបគេបានសន្លប់ហើយត្រូវបានគេអូសចេញពីរថយន្តមុននឹងរថយន្តនោះត្រូវបានផ្ទុះប៉ុន្តែរូបគេមិនមានគ្រោះថ្នាក់ធ្ងន់ធ្ងរឡើយក្រោយបញ្ជូនទៅមន្ទីរពេទ្យ6កីឡាករ Nicolas Bendtner កីឡាករដែលយើងស្គាល់ថាជាអតីតខ្សែប្រយុទ្ធកំភ្លើងធំ Arsenal ធ្លាប់ជួបគ្រោះថ្នាក់ចរាចរណ៍និងមានរបួសធ្ងន់ធ្ងរក្នុងឆ្នាំ2009ដោយការនោះរថយន្ត Aston Martin របស់គេបានរត់ធ្លាក់ផ្លូវខូចខាតស្ទើរទាំងស្រុងប៉ុន្តែរូបគេមិនបានគ្រោះថ្នាក់ដល់ជីវិតឡើយគួរបញ្ជាក់ថាក្រោយគ្រោះថ្នាក់នោះ Bendtner បានខកខានចូលរួមជាចៅប្រកួតឲ្យ Arsenal 8កីឡាករ Wayne Rooney ទៅបានរាយការណ៍ធ្លាប់ជួបគ្រោះថ្នាក់ចរាចរណ៍ជាច្រើនលើកជាច្រើនសារដោយរថយន្តរបស់ Rooney ដូចជា Aston Martin, Escalade និង Range Rover សុទ្ធតែធ្លាប់ជួបគ្រោះថ្នាក់ចរាចរណ៍ហើយគ្រោះថ្នាក់ដែលល្បីនិងគួរឲ្យកត់សម្គាល់ជាងគេគឺគ្រោះថ្នាក់ក្នុងឆ្នាំ2007ដោយរូបគេបានបើករថយន្ត Range Rover របស់គេធ្លាក់ផ្លូវនៅពេលទៅវឹកហាត់តែជាសំណាងល្អរូបគេមិនមានគ្រោះថ្នាក់ធ្ងន់ធ្ងរនិងតែងតែរួចផុតជីវិតពីគ្រោះថ្នាក់ទាំងនោះ9កីឡាករ Cristiano Ronaldo ជាកីឡាករដែលស្រឡាញ់រថយន្តជាពិសេសរថយន្តដែលទំនើបនិងមានល្បឿនលឿនដូច្នេះហើយ Ronaldo បានទិញរថយន្ត Supercar ជាច្រើនអតីតកីឡាករបិសាចក្រហម Manchester United Real Madrid Juventus រូបនេះធ្លាប់ជួបគ្រោះថ្នាក់ធ្ងន់ធ្ងរម្ដងកាលពីឆ្នាំ2009
ក្រោយចេញពីវឹកហាត់រ៉ូណាល់ដូបានបើករថយន្តរបស់គេបុកជញ្ជាំងតាមផ្លូវក្រោមដីធ្វើឲ្យរថយន្ត Ferrari របស់រ៉ូណាល់ដូខ្ទេចមួយចំហៀងមុខប៉ុន្តែជាសំណាងល្អរ៉ូណាល់ដូមិនមានរបួសធ្ងន់ធ្ងរហើយរូបគេអាចងើបចេញពីរថយន្តដោយខ្លួនឯងដោយសុវត្ថិភាពនេះប្រហែលដោយសារតែប្រព័ន្ធការពាររបស់រថយន្តល្អបានធ្វើឲ្យរ៉ូណាល់ដូរួចផុតជីវិតពីគ្រោះថ្នាក់ចរាចរណ៍បែបនេះ10កីឡាករ Diego Maradona với đáp đó ba tọa ở dòng tin lúc này thọp bằng cò cú th나 cho ra trò đỏ thốn thằng ngô đòi cao nụ rút quạt bàn bọc piên bạp cho ra trò đại bàn bài bình cho ra phở hai tờ bọc rồi dồn còng tới trò nơi tích còng ba cụ về tề ở dòng tin phần tài chia sầm nắng lọ tiền mà ra đố nà nông nẹt thuốc đầm nà được còng lăn còng mình biết nông nà mà nẹt cú th나 thốn thằng ngô được bắt bỏng chỉ vất lạiตู้ใบกีฬาก่อและใบข้างเรือจูกูธนาชนะจอปันแต่อายุพดปีกาบัดบองชีวิตขึ้นโสมเอาเนี่ยตั้งออกขณีทั่วกาบักบ่อโดยเปรี้ยงประหยัดปลุกชีวิตระบอดเนี่ยตรงนี้เราตีเตียนในตามดอกเพลิงมันมีนดัดลุในตามตีสานุเตออกกุศลการจำนายเพลย์ลิสต์ดับแบบเป็นจัดส่งคอมพลีทจุดไลค์และ subscribe ในใบตัววิดีโอดัดตีเตียน